ស្ដីបងប្អូនទាំងអស់គ្នាបាទនេះគឺថាខ្ញុំកំពុងតែរៀបចំចាញ់ឲ្យភ្ញៀវទៅខាងរោងចក្រលីអូបងប្អូន Passion Cream ចំនួន5កែវជាមួយនឹងតែក្រូចឆ្មាមួយ Guarantee Cream មួយជាមួយនឹងទឹកដោះគោស្បែកខៀវដាក់ cream មួយតោះបងប្អូនឥឡូវមកមើលទាំងអស់គ្នាហើយសម្រាប់ Passion Cream បងប្អូនដឹងហើយនេះសម្រាប់ Passion គឺខ្ញុំវាល់យក50ដូចគ្នាទាំងអស់បងប្អូនហើយសម្រាប់កម្រិតផ្អែមគឺយកមកធម្មតាអញ្ចឹងមកធម្មតាបងប្អូនដឹងហើយគឺខ្ញុំយកនេះមកកម្មកន្លះមកធម្មតានេះបងប្អូនកម្មកន្លះបែបនេះછેមកតែខ្ញុំតនីបងប្អូនខ្ញុំជឿធ្វើវីដេអូជូនបងប្អូននៅដោយសារពេលល្ងាចខ្ញុំអត់បានចេញវីដេអូជូនបងប្អូនទេរកសកម្មភាពបន្ថែមលក់បុកលហោឬក៏លក់គ្រឿងទឹកអញ្ចឹងមានបងប្អូនដែលគាត់ខមមិនសួរខ្ញុំនៅក្នុងវីដេអូរបស់ខ្ញុំថាមានគាត់ខមមិនមកថាបងសុំចេញវីដេអូតទៀតមកឥឡូវនេះគឺថាអ្នកលក់ឆ្លើយតបថាចេញឲ្យតែតនីគឺឈៀតចេញវីដេអូជូនបងប្អូនអញ្ចឹងហើយដោយសារតែពេលដែលខ្ញុំរវល់លក់បុកលហងអញ្ចឹងខ្ញុំមិនអាចធ្វើវីដេអូតន់ទេបងប្អូនហើយបញ្ញាហើយនេះក៏ដូចគ្នាដែរដោយសារតែភ្ញៀវគាត់ខកកំងអញ្ចឹងខ្ញុំមានពេលធ្វើតែបើថាភ្ញៀវគាត់មកឈរចាំអ្នកលក់នេះគឺធ្វើអត់តន់ទេបងប្អូនទាំងអស់គ្នាវាស្រ័យអញ្ចឹងឥឡូវនេះគឺថាឆ្លៀតធ្វើជូនបងប្អូនទាំងអស់គ្នា Passion Cream 5កែវតែក្រូចឆ្មាមួយ Guarantee Cream មួយជាមួយនឹងស្បែកខៀវ Cream មួយដូចគ្នាបងប្អូនស្បែកខៀវទៅដោះគោហើយសម្រាប់បងប្អូនដែលចង់សាកញ៉ាំគ្រប់ភេទជ្ជៈក៏ដូចជាបុកល្ហុងពីយ៉ាកាហ្វេកុំភ្លេចបើសាកញ៉ាំបងប្អូនទាំងអស់គ្នាសម្រាប់ទីតាំងរបស់ខ្ញុំគឺនៅផ្សារធាក់ជាប់ជាមួយនឹងរោងចក្រកាបូបជាប់ជាមួយនឹងអេស៊ីដាអូយបងប្អូនទាំងអស់គ្នានឹកឃើញដឹកតឲ្យគេនៅរោងចក្រហ្នឹងគឺរោងចក្រដែរបងប្អូនមកដល់ផ្សារធាក់ទៅដល់ឃើញទូអេស៊ីដាផ្លូវចូលមកទៅពាំងសំរងជិះចូលមកហ្នឹងឯងតបខ្ញុំបងប្អូនទាំងអស់គ្នាមានផ្លាកយ៉ាកាហ្វេវែងឯងតែលឿនពេកប្រញាប់ហ្នឹងនេះបងប្អូនទាំងអស់គ្នាទីតាំងរបស់ខ្ញុំនេះពេលដែលបងប្អូនជិះចូលមកគឺឃើញផ្នែករបស់ខ្ញុំនេះហើយយ៉ាកាហ្វេបងប្អូនមកដល់ផ្សារត្រាច់មកមកដល់ផ្លូវប្រវៃជាតិ4មានទូ AC ដាអញ្ចឹងទូ AC ដាហ្នឹងផ្លូវបត់ចូលមកទៅពាំងសំរងបងប្អូនជិះបងប្អូនបត់ចូលមកឃើញផ្លាកយ៉ាកាហ្វេឯងទូកាហ្វេរបស់ខ្ញុំហ្នឹងហើយសម្រាប់រោងចក្រដែលដឹកជាប្រចាំរាល់ថ្ងៃនោះមានរោងចក្រកាបូបមានរោងចក្រលីអូជាមួយនឹងរោងចក្រស្ពានទី3បងប្អូនអញ្ចឹងដល់ពេលនិយាយមួយបងប្អូនទៅវាទៅជាជាប់នឹងរោងចក្រទៅវិញជាប់នឹងទូ AC ដា15ម៉ែត្រទៅទូ AC ដែរបងប្អូនតែមានបើបងប្អូនសម្រាប់ទឹកដោះគោគ្រីមស្បែកខៀវបងប្អូនសម្រាប់ទឹកដោះគោខាប់គឺខ្ញុំយកចំនួន10សម្រាប់ទឹកស្ករគឺខ្ញុំយក30អញ្ចឹងពីមុខហ្នឹងវា40បងប្អូនហើយសម្រាប់ទឹកដោះគោស្រួលគឺខ្ញុំប្រើ130ដូចប្រភេទទូទៅជាមួយនឹងតប៉ែទឹកដោះគោអីចឹងដូចគ្នាអញ្ចឹងបងប្អូនយើងយក130មក
อันนี้ค่ะซ้ำซ้ำbuôn bò จ้า mùi mời chai mà phải không có mời lỡ อ๋อដើម្បីចាអរគុណស្រាប់តែក្រូចឆ្មាពីតុបខ្ញុំបងប្អូនកាយលេខ22នេះគឺ3000អានេះក្រាន់ទីគ្រីមមកបងប្អូនតវាយទុកអញ្ចឹងរហូតហើយគ្រីមពីតុបខ្ញុំបងប្អូនមើលសាច់គឺបែបនេះវាយតតែម៉ត់ខៃ smooth បែបនេះអញ្ចឹងណាស្រាប់ guarantee ដោះគោហើយនឹង passion cream បងប្អូនខ្ញុំលក់មកកា5000ពេលខ្លះបងប្អូនក៏តែងតែសួរចេះបងពេលដែលបងចេញវីដេអូបងជួយបញ្ជាក់ប្រាប់ពីតម្លៃផងអញ្ចឹងឥឡូវនេះគឺខ្ញុំបញ្ជាក់តម្លៃប្រាប់បងប្អូនទាំងអស់គ្នាហើយpassion cream មកកា5000 guarantee cream 5000 guarantee ទៅដោះគោដាក់គុជហ្នឹងគឺខ្ញុំលក់4000តែក៏ឆ្លោះ3000សម្រាប់អ្នកដែលបានសួរថាបងចេញវីដេអូទៀតមកនេះឥឡូវនេះគឺថាបងយ៉ាចេញវីដេអូទៅទៀតដែរណាចឹងកុំភ្លេចជួយ Subscribe ជាអ្នក YouTube របស់ខ្ញុំដែលមានឈ្មោះវិជ្ជរាហើយយាយាម្នាក់មួយណាបងប្អូនដើម្បីទទួលវីដេអូថ្មីពីខ្ញុំទៅជារៀងរាល់ពេលដែលខ្ញុំទំនេរក៏ដូចជាការចែកម្លែកបទពិសោធន៍ការលក់ចេញពីតុបខ្ញុំយាយាផ្ទាល់តែម្ដងបងប្អូននេះជារូបមន្តចេញពីតុបខ្ញុំទៅហ្មងណាគម្របនេះក៏ផុយសួយយ៉ាងនេះនេះបងប្អូនស្ដាយខៀវគ្រីម
បងប្អូនទាំងអស់គ្នាឥឡូវនេះហើយអញ្ចឹងខ្ញុំបញ្ញាប់ស្រូបដឹកអីគេបន្តិចហើយខ្ញុំនឹងថតភេទជ្ជៈទាំងអស់ដាក់នៅមុខវីដេអូរបស់ខ្ញុំណាអរគុណបងប្អូនទាំងអស់គ្នានេះសណ្តែកខៀវក្រៀមបងប្អូនទាំងអស់គ្នាមានសណ្តែកខៀវក្រៀមសណ្តែកក្រហមក្រៀមមានតប៉ែដោះគោក្រៀមមានជាមួយនឹងភេទជ្ជៈផ្សេងទៀតអញ្ចឹងបើសិនជាបងប្អូនចង់ចេះភេទជ្ជៈណាមួយបងប្អូនអាចចូលមើលក្នុងវីដេអូរបស់ខ្ញុំបានអរគុណបងប្អូនទាំងអស់គ្នា